បាទសរសេរបងប្អូនទាំងគ្នានឹងឲ្យមកមើលពិធីគេបុកប្រហុកទាំងគ្នានឹងឥឡូវយើងចូលទៅមើលវីដេអូទាំងគ្នាដល់ខែកសាំងនេះបងប្អូនកុំចោលអសោះមុខនេះអត់ចាញ់ញ៉ាំសកោឆៅប្រហុកឆៅក៏អាចធ្វើមុខនេះបានឆ្ងាញ់ដែរបងប្អូននិយាយថាដាក់ឲ្យចាប់ជាតិល្អម៉ែកសាំងល្មុតជាមួយសកោល្អខ្លាំងមែនតើហ្មងកសាំងនេះហើយយកគេឆ្កៀលមកស្រាប់ក៏បានដែរប៉ុន្តែបើបានកាប់កោះថ្មីអញ្ចឹងវាឈ្ងុយហើយសម្រាប់ការរើសកសាំងវិញបងប្អូនកុំយកកសាំងចាស់ពេកកុំយកកសាំងខ្ចីពេកតែកាលណាខ្ចីពេកវាល្អៀបើថាចាស់ពេកក្របវារឹងសាច់គោវិញរើសយកត្រង់សាច់កន្លែងណាក៏បានដែរកុំឲ្យតែមានខ្លាញ់មានតែសៃខ្ញុំមិនដល់ខ្ញុំដំវាឲ្យទុកសាច់ចេះហើយប្រឡាក់ជាមួយទឹកប្រឡាក់សាច់ប្រហែលជាមួយចុងអាព្រាប្រឡាក់ម៉ាសាវាត្រមចេះណាម្លងពេលផ្អាប់ទុកហ្នឹងខ្ញុំងាកមកហាន់ខ្ទឹមសខ្ទឹមក្រហមម្ទេសហិលហ្នឹងមកបន្ទាប់មកនេះដល់ពេលដាក់ខ្ទះចៀនបងប្អូនយកម្ទេសហ្នឹងមកដាក់ចៀនជាមួយគ្នាអូយធ្វើអញ្ចឹងនិយាយថាខ្ទឹមរបស់យើងក៏ឈ្ងុយសាច់គោរបស់យើងក៏ឈ្ងុយនៅពេលដាក់បុកទៅក៏ឆ្ងាញ់វាល្មុតគ្រឿងល្អខ្លាំងមែនតើសាច់គោដែលចៀនរួចយើងទុកឲ្យវាសម្រាប់5នាទីសិនសម្រាប់យកមកហាន់វារបៀបថាឈាមរបស់វាវាចូលជាមួយនឹងសាច់ល្អមែនតើហាន់មកមានចេញទឹកអីឡៃបងប្អូនហើយយើងហាន់របៀបថាកុំក្រាស់ពេកកុំស្ដាងពេកមកល្មមចេះមកខ្ទឹមសខ្ទឹមក្រហមម្ទេសរបស់យើងលីងឆ្អិនហើយបុកជាមួយនឹងកសាំងចេះមកបុកវាឲ្យបែកមកចូលគ្នាចូលពណ៌ក្រហមស្អាតណាបងប្អូនមិនតាក់ហិលទេរហូតអញ្ចឹងតែយើងប្រើស្ករត្នោតប្រើបន្តិចបានហើយកោ2ខាំយើងប្រើទឹកប្រហុក2ស្ព្រាបាយមានទឹកប្រហុកខុននៅផ្ទះហើយចង់បុកកសាំងបុកល្ហុងផ្សេងៗមិនហត់ដុតប្រហុកណាំហត់ទេបងប្អូនចាក់ទឹកប្រហុកយើងទៅ2ស្ព្រាបាយធ្វើឲ្យបុករបស់យើងនឹងឆ្ងាញ់ហ្មងមិនថាធ្វើភ្លាធ្វើញោមឆាម្ហូបផ្សេងជប់លៀងតូចធំអីសាច់អង្គលំភ្នំអីហ្នឹងតែមានគ្រឿងខុននៅផ្ទះឲ្យបងប្អូនអស់បារម្ភនឹងធ្វើម្ហូបទៀតហើយម្ហូបចេញមកដឹងតែឆ្ងាញ់ខ្ញុំដាក់ហាងតែម្ដងតែកូននឹងអមចូលគ្នាអញ្ចេះហើយបងប្អូនឃើញអត់នេះអូយទំនងខ្លាំងណាស់បើថាក្លិននៅខាងក្រៅវិញឈ្ងុយល្អមែនតើពុកប្រហុករបស់យើងប្រើប្រហុកសាច់សុទ្ធហើយប្រហុកត្រីស្រែទៀតងាស់យូររាប់ម៉ោងជាមួយនឹងស្ករត្នោតខ្មែរឡើងល្មុតគ្រឿងល្អខ្លាំងមែនតើធ្វើបងចេះត្រូវណាស់ឆ្ងាញ់បាទសរសេរបងប្អូនទាំងគ្នាមកចេះមើលឃើញវីដេអូនេះបើឃើញវីដេអូនេះហើយបើជាងាយឡើងមានអីមានតែមួយយូរទេហ្នឹងហើយហ្នឹងនិយាយលេខទេបងប្អូនមានតម្រូវការក្រែតម្លៃ200ជាងអីអាចតតងមកលេខទូរស័ព្ទនៅលើអេក្រង់នឹងបានលេខនេះមាន Telegram អរគុណច្រើន